Vậy chẳng mày con số mà của một mày thơ giờ con đó không thơ xong thì ủa mới có cái tên đấy chẳng thơ đi nhau mày gặp con trình chẳng không có anh mẹ đi tới đây có một tới so tới tùng anh đi hết cho biết នឹងឯងឃើញដូចដើមវីដេអូអញ្ចឹងគឺថាមានជាការឃ្លានយ៉ាហនជាក្លាប់ប៉ុន្តែឆ្ងល់តោះថារួមមិនតែខ្ញុំគឺញ៉ាំរបៀបដូចខុសគេពីច្រើនខ្ញុំឃើញគេធ្វើក្នុងប្រព័ន្ធបណ្ដាញសង្គម Facebook YouTube ហ្នឹងគឺរបៀបទឹកក្រហមដូចរៀងក្រីតិចសុំតិចអញ្ចឹងប៉ុន្តែតែខ្ញុំគឺខុសគេដល់ពេលអញ្ចឹងមានជាការសួរមេចុងភៅធំគឺអ្នកម្ដាយតែម្ដងអញ្ចឹងមិនប្រអងយូរទេគឺរត់ទៅទិញគ្រឿងក្រៅឲ្យធ្វើតែម្ដងចឹងគឺដំបូងគឺខ្ញុំមានដេកម្ដុំធំហ្នឹងគឺតួឯកសំខាន់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមយើងបុកឲ្យម៉ត់ចូលគ្នាទៅបន្តមកទៀតធ្វើការលាយគ្រឿងផ្សំក្នុងហ្នឹងហ្មងគឺខ្ញុំដាក់ទឹកត្រីចំនួន3 ស្លាបព្រាបាយទឹកអំពិលទុំ3 ស្លាបព្រាបាយទៅម៉ាក់និយាយឆ្លោះអីប៉ុន្តែនេះគឺដោយសារនៅនេះវាស្រួលដែរវាមានអាឆ្លោះច្បាច់យកតែទឹកស្រាប់អញ្ចឹងគឺរកអបផ្ទះជាការងារហ្មងហើយដាក់ស្ករពាងប្រហែលពី2 ស្លាបព្រាកាហ្វេហ្នឹងហើយខ្ញុំដាក់លាយទឹកក្តៅដើម្បីឲ្យវាកុំឲ្យវាខាប់ពេកអញ្ចឹងអាហ្នឹងជាសោះសម្រាប់ធ្វើទឹកយ៉ាហនហ្មងអូខេអញ្ចឹងទឹកសោះគឺខ្ញុំលាយទុកម្លាយសិនហើយតមកទៀតខ្ញុំធ្វើការលីងជាមួយនឹងស្ដែកដីយើងលាយឲ្យឈ្ងុយហើយបន្ទាប់មកយើងបុកឬក៏យើងកិនឲ្យវារៀងម៉ត់ប៉ុន្តែអត់ម៉ត់ពេកចាថាវានៅរៀងគ្រាប់ដែរអញ្ចឹងណានេះរួចរាល់ហើយគ្រឿងក្រៅយើងគ្រឿងផ្សំគឺមានតែប៉ុណ្្នឹងឯងហើយបន្ទាប់មកសាច់បន្លែគឺតាមចំណូលចិត្តសម្រាប់ខ្ញុំចូលចិត្តសាច់គោគឺប្រទះស្ដើងជាងទៅដូចសាប៊ូអីអូហើយមួយទៀតគឺនំបញ្ចុកឬក៏បាញ់ហយពពុទ្ធស័យអញ្ចឹងគឺអូញ៉ាំត្រូវមែនតើផ្នែកបន្លែគឺថាចូលចិត្តអីគឺយើងដាក់តែនៅខ្មែរយើងថាយើងសម្បូរឲ្យបន្លែធូរថ្លៃប៉ុន្តែបន្លែនេះគឺវាថ្លៃបងអូនហើយគេលក់ច្រើនអញ្ចឹងអ្នកផ្ទះខ្ញុំគឺមានតែ2អ្នកទេមានតែខ្ញុំនឹងអ្នកញ៉ាំពេលអញ្ចឹងអត់ដាក់ច្រើនទេដាក់តែបន្តិចហ្នឹងទៅមានតែសក់ផ្សិតបញ្ចូលហើយនឹងពពុះស្ដែកហ្នឹងឯងអញ្ចឹងគឺថាឥឡូវទឹកសោះយើងពុះហើយទឹកសោះដែលខ្ញុំលាយមុនហ្នឹងយើងដាក់ចូលទៅពេលពុះតមកយើងចាប់ផ្ដើមចាប់បន្លែចាប់សាច់ដែលយើងចង់ញ៉ាំហ្នឹងជ្រលក់លើអញ្ចឹងបែបនេះបងអូននិយាយទៅដូចសាប៊ូមែនតាគាត់ថានិយាយទៅសាប៊ូឲ្យខ្មែរនិយាយឲ្យស្រួលស្ដាប់អានេះជារបៀបញ៉ាំយ៉ាហនអ្នកផ្ទះខ្ញុំហើយខ្ញុំក៏ឆ្ងល់ដែរបងអូនណាដឹងថាមានអ្នកណាឬក៏អ្នកផ្ទះណាសុខខៃតំបន់ណាគាត់ញ៉ាំអញ្ចឹងដែរចាំជួយខមមិនប្រាប់ផងព្រោះខ្ញុំប្លែកមែនតើគឺផ្ទះខ្ញុំគឺញ៉ាំអញ្ចឹងតាំងពីខ្ញុំដឹងក្តីមកគឺខ្ញុំញ៉ាំតែអញ្ចឹងដែរអត់ដែលញ៉ាំអាស៊ុបលុយក្រហមនេះនឹងទេហើយបើរសជាតិវិញគឺថាឲ្យអួយហ្មងបងអូព្រោះវាប្រៃជូរអែមដិតប្រៃជូរផ្អែមដិតហើយបើពេលយើងអស់អារីងទឹកនឹងតិចទៅយើងអាចដាក់បន្ថែមទឹកសាបក៏បានប៉ុន្តែបើដាក់ទឹកដូងគឺឆ្ងាញ់មកព្រោះវាមានជាតិហើយវាផ្អែមក្នុងហ្នឹងប៉ុន្តែនៅនេះខ្ញុំអត់មានផ្លែដូងស្រស់ហើយពេលចឹងខ្ញុំដាក់ទឹកនេះគឺឈ្មោះវាកូកូរីកូអញ្ចឹងវាដូចរបៀបទឹកដូងលាយជាមួយសូដាអញ្ចឹងវាគេផ្សំពីចម្រាញ់ពីទឹកដូងដែរអញ្ចឹងទៅដាក់ទៅត្រូវហ្មងរីងទឹកយើងចាក់ទឹកនឹងថែមរីងទឹកចាក់នឹងថែមនេះទៅញ៉ាំបានរហូតឆ្ងាញ់ឈ្ងុយពេញមាត់ហ្មងចឹងបងអូនដែលចង់សាកអាចសាកធ្វើបានណាអរគុណច្រើនបាយបាយ